យអើយចូលដល់ទឹកទី2នេះយ៉ាងម៉េចអត់អីទេសម្បូរអ្នកកោះស្ទឹងសម្រុកបន្តទៀតហើយគាត់មួយជើងទៀតតែអត់បានល្អគាត់សងទៅវិញគេសម្បូរគាត់មួយជើងទៀតបាទវណ្ណាធាក់ទុកសម្បូរមករកឱកាសវណ្ណាសម្រុកចូលមួយគួរឲ្យចាប់អារម្មណ៍ដែរគេសម្បូរក្តៅមកហើយគេសម្បូរប្រហែលជាបង្ហើយនៅក្នុងទឹកនេះឬយ៉ាងណាសម្បូររោគមួយដៃទៀតរបស់សម្បូរធាក់ទុកមួយបាទសម្បូរអត់ទាន់ប្រើកែងផងមួយដៃពីរដៃយ៉ាងម៉េចហើយអូយសម្បូរដេញចូលបន្តទៀតសម្រុកទៅលើគូប្រកួតរបស់ខ្លួនមួយដៃពីរទៀតបាទបើសិនជារក្សាទឹកនេះអត់សន្លប់ល្អមែនតើសម្រាប់កីឡាករនេនវណ្ណាការវឹកហាត់របស់គេរាល់ថ្ងៃឱកាសសម្បូរផ្ដាច់កែងមួយតែពិបាកហើយបើអត់ងាយស្រួលដូចកន្លងមកទេកន្លងបន្តគាត់ធ្វើក្រោមឱកាសសម្បូររលចូលមួយដែរប្រឆោតនេនវណ្ណាទប់បានទេអូហូយឆ្លងទឹកទី2នៅទឹកចេញក្រៅគូទី5ដែលស្គាល់ឯងទឹកទី3មកលើទស្សនកម្មគូបន្តទៀតហើយជង្គង់ប្រើកណ្ដាប់ដៃទៅថ្មីហើយយកយ៉ាងម៉េចហើយនេនវណ្ណាចូលដល់ទឹកទី3ការប្រកួតដ៏អស្ចារ្យសម្រាប់កីឡាកររូបនេះធ្លាប់ចាញ់ក្នុងទឹកទី1ឥឡូវថ្ងៃនេះគេអាចវាយបកទាត់សម្បូរមិនឲ្យធ្វើអីកើតបាទប្រើកណ្ដាប់ដៃបាទសម្បូរពលរកឱកាសពិបាកហើយសម្បូរថ្ងៃនេះគាត់ជើងក្រោមសម្បូរនៅតែរំកិលខ្លួនទៅដល់គូប្រកួតរបស់គេដែរចាប់ជើងជាប់មួយសម្បូរដាល់មួយដៃពីរដៃនេនវណ្ណាវាយចូលបានមួយដៃវិញដែរហើយអាយ៉ាមិនគួរឲ្យជឿសម្រាប់កីឡាករបង្គោលក្រហមលាប់ចាញ់ក្នុងទឹកទី1តែថ្ងៃនេះគឺការប្រកួតរបស់គេដំណើរការដល់ទឹកទី3ឥឡូវនេះកីឡាករបង្គោលខៀវគិនសម្បូរពិបាកធ្វើអីហើយមួយដៃទៀតសម្បូរចាប់ដើមវាយខ្លាំងឡើងអញ្ញាកីឡាយន្តសង្គមញ៉ៃកីឡាករសម្បូរប្រើទឹកណាឬក៏ឈ្នះបន្ទុកថ្ងៃនេះចង់ចាប់នៅតុកទី3នេះលោកចូលបកកែងមួយដៃពីរដៃទៅលើរុញចូលទៀតជើងវាយមួយដៃរបស់ខៀវក្រហមវាយខុសធាក់ចេញមិនឲ្យក្រហមចូលលោកអត់អីគិនសមោទៀតជើងរបស់ដៃអូល្អណាសងវិញក្រហមទាត់ជើងមកវិញមើលបាទប៉ុន្តែ style របស់ខៀវនៅតែមានគោលដៅល្អអញ្ចឹងលោកចូលទៀតប្រមាណហើយយកល្អជើងអត់មានចេតនាទេមិនល្អចំជើងមកបែរខ្សោយទៀតជើងរបស់សបូទៀតបាទនេនវណ្ណាលោកនេនវណ្ណាលោកចូលអូអត់អីទេនេនវណ្ណាថយក្រោយគិនសម្បូរនៅតែដើរចូលរុញកែងរបស់នេនវណ្ណារុញចូលលោកមួយដៃពីរដៃតមួយដៃសងមកវិញជង្គង់សម្បូររុញចូលចាប់ទឹកទី3បាទលោកស្រីនិងកញ្ញាជាទីមេត្រីបាទអរគុណដល់នៅទឹកចេញក្រៅបាទអរគុណដល់អ្នកឧបត្ថម្ភកម្មគូរដ្ឋគូទី5ដែលឈ្មោះឯងទឹកទី4
អរគុណស្រាសុភ័ក្រស្ទីអរគុណអ្នកសាខាបខំអគុយ TTS មកសៀមគូយន់ហ៊ីណូតា NT រីថ្មីកំពុងទីជាប់ KP ស្វិតជាប់ពឹងយូរអង្វែងឥឡូវទៅស្នាការប្រកួតយ៉ាងម៉េចហើយតជើងក្រោមគាត់មួយជើងពីរជើងបន្តទៀតប្រើកណ្ដាក់កែងអីអើយគិនសម្បូរថ្ងៃនេះពិបាកបាទនេនវណ្ណាគេធ្វើបានល្អគាត់មួយជើងសងទៅវិញតទៅតមកហើយកែងអីអើយសម្បូរសម្រុកសម្រុកបន្តនេនវណ្ណាចូលដល់ទឹកទី4ហើយបង្គោលក្រហមភីវនៅតែធ្វើអត់ដល់ការតទៅតមកទៀតសម្បូរប្រហែលជាអាចអត់ហាត់បាទតទៅតបន្តបាទតជើងក្រោមអីយ៉ាដើរមួយដៃទៀតរបស់គិនសម្បូរកែងរបស់សម្បូរតែនេនវណ្ណាបាទគៀកសមាជាប់គៀកកជាប់សម្រុកចូលអីអើយចំកែងបាត់ទៅហើយអូយកែងមួយទៀតដួលបាត់ទៅហើយអូហូយបង្គោលស1បាទអត់ទាន់ប្រើកែងដល់ប្រើកែងអញ្ចឹងមែនសម្រាប់3គិនសម្បូរអូធម្មតា5ហើយបន្តិចតួចចាប់ដើម6 7ដែរនេនវណ្ណា8ហ៊ាននេនវណ្ណាហ៊ានទៀតបាទបន្តការប្រកួតអូហូយ៉ាងម៉េចចាំមើលរូបភាពយឺតបាទមួយជើងទៀតដើរនេនវណ្ណាប្រយ័ត្នតិចហើយកែងបន្តអញ្ញាកដាលោកយឹមសុខុមញ៉ៃកដាកបានសល់ជាង40វិនាទីទៀតបាទអូហូយចំធៀមទៀតហើយសម្រុកចូលគៀបន្តិចឲ្យជង្គង់របស់នេនវណ្ណាគិនសម្បូរស្នៀបកែងទៅណាហើយកែងមួយទៀតកែងបន្តអូហូបាញ់ឈប់ឬទេអត់អីទេគាត់មួយជើងរបស់សម្បូរចាប់ជើងជាប់អត់អីបាទហាមតខ្សែសងវិនជាង10វិនាទីទៀតនឹងចប់ទឹកស្នាការគូបន្តតជើងក្រោមអីយយបង្គោលសដាប់ការពារចាប់ទឹកទី4ចាប់ទឹកទី4ដែលទឹកចេញក្រៅគូទី5ដែលជាគូឯកទឹកទី5ដែលជាទឹកដាច់ប្រត់បាទទឹកដាច់ប្រត់ហើយរវាងគូឯកគឺគិនសម្បូរខៀវហើយឡាកននេនវណ្ណាក្រហមបាទឡើយយើងតាមដានទៀតผมនៅឯអង្គយូរមើលយ៉ាងម៉េចទៅមិននេះគឺថារាប់ម្ដងហើយលោកមួយជើងទៀតរបស់សម្បូរជើងរបស់ក្រហមសងវាយពីជើងសងមកលើសម្បូរវិញលោកវណ្ណាចាប់កាច់ធ្លេចូលទៀតសម្បូរវាយជើងមួយចូលទៀតរុញបានណារុញជង្គង់ចូលវិញដែរមួយដៃអត់បញ្ហាលោកជង្គង់ចូលទៀតជើងក្រហមវាយទៀតរុញជើងក្រហមមួយដៃរបស់សម្បូរកែងយកអត់អីទេស៊ូបានល្អណាស់ហើយតែកាលណាវាចាញ់អាហ្នឹងហៅថាបើសិនដល់ទឹកហ្នឹងអត់ផ្ដួលឯគូខៀវទេអាហ្នឹងបានតែចាញ់គេព្រោះយើងបានរាប់ម្ដងហើយទៀតវាយម្ដាយសងក្រហមរុញចូលជើងទៀតលោកចូលទៀតអូបាទជើងរបស់ខៀវមួយដៃរបស់ខៀវក្រហមលោកបានម្ដាយដែរ
អូសាប់ចូលពីដៃលោកចូលទៀតគង់ឡើងឆ្វេងស្ដាំរបស់ក្រហមបាទទៀតមួយដៃរុញជង្គង់ចូលអត់អីនៅសល់តែប្រមាណ30វិនាទីទៀតទេបញ្ចប់ទឹកទី5ដឹងជាថាបនណាកាយមករបស់ក្រហមលោកបាទបោកូនសិស្ស លោកអាញាកណ្ដាលប្រពុតប្រាប់ប្រកួតភៀវ វិរមគុណខ្មែរ ស្ដាប់លោកអាញាកណ្ដាលបន្តការប្រកួតម្ ដាយបកមកលោកចូលមួយដៃកែងបកចាប់វាយជួងឲ្យមើល ចប់ទឹកទី5 បង្គោលខៀវគិនសម្បូរឆ្នាំបង្គោលក្រហមដោយពិនទូ